សួស្តីពុកម៉ែបងប្អូនថ្ងៃនេះគឺខ្ញុំឆ្ងោមមាន់ស្រែនេះមានមាន់ស្រែមួយក្បាលបងប្អូនហើយបងប្អូនចាំមើលទាំងអស់គ្នាខ្ញុំរៀនធ្វើរបៀបធ្វើមាន់ឆ្ងោមគ្រឿងស្ងោរមាន់ខ្ញុំមានដូចជារំដេងស្លឹកក្រូចនិងគល់ស្លឹកគ្រៃហើយក៏មានគ្រឿងឆ្ងោរនិងក្រូចឆ្មាផងដែរបន្ទាប់មកយើងក៏ដាំទឹកខ្ញុំស្ងោរមាន់ស្រែបន្ទាប់មកយើងក៏ចាប់ផ្ដើមបង់គ្រឿងដូចជារំដេងស្លឹកក្រូចយើងហ្នឹងទៅយើងទុកឲ្យវាពុះសិនpuisយើងបង់មាន់ចូលនេះបងប្អូនមាន់មួយក្បាលមាន់ស្រែនេះខ្ញុំក៏បានការពាររួចរាល់ហើយដែរហើយទឹកដែលខ្ញុំដាំស្ងោរហ្នឹងក៏ចិត្តពុះដែរយើងក៏ចាប់ផ្ដើមពុះដែរបងប្អូនអញ្ចឹងនៅខ្ញុំក៏ចាប់ផ្ដើមដាក់ទឹកត្រីនេះទឹកត្រីរួចខ្ញុំក៏ដាក់មាន់ចូលតិចខ្ញុំក៏ដាក់មាន់ចូលបន្ទាប់មកទៀតយើងក៏ចាប់ផ្ដើមកូរវាបន្តិចមកបន្តិចទៀតខ្ញុំនឹងដាក់គ្រឿងចូលបន្ថែមទៀតដូចជាប៊ីចេងស្ករនិងម្សៅស៊ុបហើយអំបិលឥឡូវខ្ញុំដាក់នេះប៊ីចេងបងប្អូនខ្ញុំដាក់បងប៊ីចេងរួចគឺខ្ញុំត្រៀមនឹងដាក់ស្ករបងប្អូនគឺខ្ញុំដាក់ស្ករម្ដងបងប្អូនដាក់ស្ករចំនួន1ស្លាបព្រាបាយតាមចំណង់ចំណូលចិត្តបងប្អូនដែលចង់ចំណូលចិត្តរបស់បងប្អូនតម្រូវថាហូបផ្អែមឬក៏សាបឬក៏ប្រៃតាមចំណង់ចំណូលចិត្តបងប្អូនស្ងោរមាន់យើងពុះល្អណាស់បងប្អូននៃសុទ្ធតែខ្លាញ់មាន់ស្រែបងឥឡូវខ្ញុំបងអំបិលមួយកូនចាងដែរមួយស្លាបព្រាដូចគ្នាហើយសម្រាប់គ្រឿងក៏ខ្ញុំហាន់ហើយដែរបងប្អូននេះគ្រឿងខ្ញុំឆ្ងោរមាន់ខ្ញុំងាយទេបងប្អូនតែជាតិដែរបងប្អូនមាន់ស្រែមួយតែខ្លាញ់ទេបងប្អូនសុទ្ធតែខ្លាញ់ធានាតែឆ្ងាញ់បងប្អូនគឺមាន់ស្រែ 100% បងប្អូនសម្លយើងក៏ចិត្តឆ្អិនហើយដែរបងប្អូនអញ្ចឹងខ្ញុំក៏ចិត្តលុតឲ្យខ្ញុំក៏បង់ចូលដល់បង់គ្រឿងទៅខ្លាញ់ណាបងប្អូននេះឈាមមាន់ស្រែទៀតល្អមែនតើគ្រឿងខ្ញុំហាន់ឲ្យមានខ្ញុំចាប់ដល់បងវាចូលដឹងតែជាតិសាហាវបងប្អូនបាយពីចានហ្នឹងសាហាវតែបងប្អូនដឹងតែអែមបងប្អូននៅអូនវាឆ្អិនហើយបងប្អូនខ្ញុំដួសដាក់ចានអែមតែម្ដងបងប្អូនជាតិតែម្ដង